ហើយទៅមួយរួចទេមកទៅនោះចុះចាញ់ទៅហើយប្រឹងឡើងចុះចាញ់ទៅមួយរួចលោកគ្រូខ្ញុំចង់សុំលោកគ្រូ1 ម៉ោងក្រោយខ្ញុំមួយឆ្អែតលើឆ្នាំងនេះរួចសេជុំគុំថាឡាយមកយាមទៀតទោះជាឯងហាត់10 ឆ្នាំទៀតក៏កម្លាំងឯងមិនដល់កម្លាំងធាតុយើងដែរខ្ញុំដឹងប៉ុន្តែខ្ញុំមានវិធីរបស់ខ្ញុំបានយើងទុកពេលឯងមកយាមចុះអេលោកពូតិចលុយឡើងលុយរត់ទៅណាលុយរត់សុបបីតែសុខជួយជីនេះអាគេមិនដឹងផងធ្វើមិនគេទៅបានសៀងឈួនមិនលងដល់មិនលឹងទេលបងហ្វាន់និយាយត្រឹមណាស់ពួកយើងចាំមើលតាមសភាពកាត់វិញណាប្រើក្បាលទៅរួចទៅអត់នេះអើយមកទៅរួចទៅចោះចាញ់ទៅតែគេចង់ធ្វើអីហ្នឹងនោះស្អីនោះហាក់នំបាំងថ្ងៃនឹងធ្វើស្អីទៅរួចចោះចាញ់ទៅងាប់ធ្វើស្អីលោកគ្រូខ្ញុំរៀបចំលុយហើយខ្ញុំអាចលើកឆ្នាំងនេះបានហើយមែនទេអូល្អណាស់យើងចាំមើលឯងលើកដល់របៀបម៉េចទៅបញ្ជាអញឡើងទៅលើឯនោះអញចាមិនលើរួចអញទៅហ្នឹងហើយឡើងទៅលើបានចង់ខ្លាំងមែនចាពុតចាស់ពីដេញវិញខ្លាំងមែនតាអស់ចាឡើងរួចហើយចាល្អណាស់មែនល្អណាស់អស់ចាតើនេះជាចាមែនពុតចាអាចារ្យលោកសៀងតាំងពេលនេះក៏ចាំទៅគេអូឡើងមកគូទៀតល្អណាស់ចាពុតចាណាស់មែនល្អណាស់ចាល្អណាស់ល្អណាស់ខ្លាំងមែនអស់ចាល្អណាស់សំឡងឲ្យតែខ្ញុំកាត់ពីលោក2000ឆ្នាំផ្លាប់រឿងមុខវិជ្ជាចេះពាក្យស្លោករបស់អាជាមិនទៅឲ្យកំណត់ខ្ញុំមួយខ្ញុំអាចកប់ផែនដីទៅមូលឡើងណែល្អណាស់នេះតើគ្នានិយាយមើលពេលវេលាដែលខ្ញុំលើកឆ្នាំងនេះយូរជាងគាត់តាមមែនទេយូរជាងថ្ងៃណាចាជាងថ្ងៃអាចារ្យរបស់ឲ្យលើកឲ្យយូរណែអាចារ្យណាអ្នកកំណត់អាចារ្យលោកគ្រូឥឡូវគិតយ៉ាងម៉េចអូនេះស៊ីឈួតអញឆាប់ដាក់ឆ្នាំចូលសិនមកដាក់ចូលសិនមកហ៎ទៅបញ្ជាអស់ចាណាស៊ីឈុនឯងមិនលើកឆ្នាំងទេគឺឯងប្រើល្បិចខ្ញុំប្រើល្បិចអីមិនលោកគ្រូថាពឹងលើកកម្លាំងខ្លួនឯងណាឲ្យតែលើកឡើងទៅគឺបានហើយអត់មានថាប្រើវិធីអីផងឯងហ៊ាននិយាយបែបនេះមួយបង្កាច់ការពិតហ៎លោកក្មួយគេអត់មានល្មើសវិន័យទេគឺប្រើប្រាស់វិន័យណាលោកអ៊ំនេះគឺត្រូវហើយរបៀបយកឈ្នះគឺមានច្រើនប្រភេទណាស់មិនមែនតែកម្លាំងស៊ឺឈួនអន់ជាងឯងមែនប៉ុន្តែខួរក្បាលវាគឺឈ្នះឯងណាការប្រឡងថ្ងៃនេះឯងឈ្នះហើយគឺឈ្នះដោយពឹងបញ្ញាអរគុណគ្រូអរគុណអ៊ំប្រុសស៊ីឈួនណាឯងត្រឡប់ទៅវិញត្រៀមខ្លួនប្រឡងមួយទៀតទៅពូអាអ៊ីបើឯងពឹងលើកម្លាំងលើកបានតែឆ្នាំងមួយប៉ុណ្ណោះប៉ុន្តែនគរមួយរាជការមួយបើពឹងតែលើកកម្លាំងគឺអត់ប្រយោជន៍ទីត្រូវពឹងលើបញ្ញាពឹងលើក្បួនយុទ្ធសាស្ត្រពូប្រាប់ឯងត្រង់ចុះតាមចិត្តពូណាគឺពូមិនសង្ឃឹមថាឯងលើកឆ្នាំងនេះរួចតិចឯងគួរតែដាក់ចិត្តរឿងលើកនគរវិញណា
តែឯងដឹងទេពូបាត់ផ្ញើសេចក្តីសង្ឃឹមទៅលើខ្លួនឯងច្រើនណាស់ណា សំដីលោកពូខ្ញុំស្ដាប់យល់ហើយប៉ុន្តែហើយណាស់ចុះ ស៊ីឈុនកាន់តែចង់ទៅពូកាន់តែមិនចង់ឲ្យវាទៅណាលើកនេះខត់វាបានឬក៏អត់គឺសង្ឃឹមលើឯងទាំងស្រុងហើយយល់ទេ លោកក្មួយមានពាក្យស្លោកមួយម៉ាត់ឲ្យត្រូវចាំមនុស្សដែលមានទេពកោសល្យដូចសៀវឈួនបើយើងប្រើមិនបានទេត្រូវតែសម្លាប់ចោល ហេតុអី បើស៊ីឈុនដល់ចេញពីជាងថ្ងៃក្រោយគេខ្លាចចិត្តឯគូមួយដែលធ្វើយើងពិបាកទប់ទល់បាត់ដំណាក់ទី3ឯងមិនអាចខត់គេបានទីគឺមានតែសម្លាប់គេចោល ស៊ីជុនធ្លាប់ជួយជីវិតពួកយើងខ្ញុំមិនអាចសម្លាប់គេទេ ឯងកុំភ្លេចណាព្រោះតែស៊ីឈុនដោះលែងអាចចង្រៃនោះរឿងនេះធ្វើឲ្យពួកយើងទាំង3នាក់មានតែស្លាប់ណាកំហុសនឹងគំនិតទុនជ្រាបបែបនេះមិនឲ្យមានទៀតទេ ពូជុននិយាយទេដំណាក់កាលទី3ខ្ញុំប្រកាសจะអាចឈ្នះគេប៉ុន្តែទោះយ៉ាងណាក៏ដោយខ្ញុំមិនអាចប្រើល្បិចថោកទៀតទេខ្ញុំនិយាយទៅមុនណា ឯងអ្នកស្គៀបកុំទៅណារបស់ឯងមើលវាហើយ វាដូចជាឆេវឆាវបន្តិចវាមិនព្រមចាត់ការសៀវឈួនទេ ខ្ញុំមិនអាចបណ្ដោយឲ្យស៊ីឈុនចាក់ចិត្តពីពួកយើងទេណា ខ្ញុំមានល្បិចល្អមួយលោកគ្រូលោកពូអ៊ំប្រុសលោកអ៊ំ ថ្ងៃនេះយើងមានការប្រកួតធំមួយសម្រាប់ឯងទាំងពីរនាក់ពួកឯងត្រូវប្រុងប្រៀបខ្លួនគឺការប្រយុទ្ធផ្ដាច់ព្រោះ ក្នុងការប្រកួតជាមិនផុតមានគ្រោះថ្នាក់ទេអាវុធគ្មានភ្នែកស្លាប់រស់លើវាសនាបើមានហេតុភេទកើតឡើងគឺមិនអាចដេញដោលបានទេនេះគឺលិខិតស្លាប់រស់របស់អ្នកទាំងពីរមកឆាប់ចុះហត្ថលេខាទៅ ស៊ីឈុនបើឯងចាញ់សៀងអ៊ីគឺมันអាចចាក់ចេញពីបច្ចរៀងរហូតដូច្នេះឯងត្រូវតែខំប្រឹង លោកគ្រូខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ឯងគឺចាញ់អស់មួយលើកហើយលើកនេះมันអាចចាញ់ចិត្តដាច់ខាត់ មុននេះខ្ញុំអត់ចាញ់លើកនេះគឺខ្ញុំអត់ចាញ់ទេ អាអ៊ីពិតជាធ្វើអញ្ចឹងមែន ខ្ញុំស្គាល់ចរិតវាច្បាស់ណាស់ទោះជាវាស្លាប់ក៏វាមិនឲ្យគេមកឈ្នះវាដែរណាវានេះគ្មានចិត្តចង់ចាញ់ស៊ីឈុនទេថ្ងៃនេះបើស៊ីឈុនវាយមិនចាញ់ទីនោះគឺត្រូវតែស្លាប់នឹងខាងខ្ញុំសង្ឃឹមថាស៊ីឈុនវាគ្មានចិត្តម្នាក់ទេចុះ វិនិច្ឆ័យប្រកួតមាន2ទី1ឲ្យតែមានបខាធ្លាក់ចុះពិសេសគឺចាត់ទុកថាចាញ់ទី2ថ្ងៃនេះត្រូវតែប្រកួតយកឈ្នះចាញ់បើយើងមិនស្រែកថាឈប់ពួកឯងមិនអាចឈប់ឡើយ មិនក៏អាអ៊ីប្រដៅធំម្ល៉េះ ប្រហែលជាមុននេះខ្ញុំប្រាសម្ដីបញ្ឈឺវាខ្លាំងពេកហើយ ស៊ីជូនអីយ៉ាម៉ែមិនអីទេខ្ញុំមិនតាន់ចាញ់ទេខ្ញុំមិនតាន់ស្លាប់ក្នុងសេះទេស៊ីជូនកុំងងពេកឲ្យវាយមិនយ៉ាងទេប្រយ័ត្នស្លាប់ណាខ្ញុំចង់ទៅផ្ទះបើខ្ញុំចាញ់ខ្ញុំអាចទៅផ្ទះវិញទេបងពេញម្លងខ្ញុំទៅឯពិតចង់ទៅផ្ទះមែនពីមុនខ្ញុំមិនអាចគិតអញ្ចឹងទេតែតាំងពីម្ដងមហាឈិនមកខ្ញុំទៅផ្ទះខ្ញុំរាល់ថ្ងៃស៊ីជូនក្រែធ្លាប់និយាយថាឯងប្រកែករត់ជាងវាយចុះថ្ងៃនេះមានកាយល្ងងអញ្ចឹងហ៎
កុំប្រមិតទៅធ្វើដែលត្រូវធ្វើនឹងមិនត្រូវធ្វើថ្ងៃនេះខ្ញុំមិនចាច់ដាច់ខាតលោកពូខ្ញុំអត់ចាញ់ទេមកពិសេសខ្ញុំអន់ពេកទម្លាក់ខ្ញុំចុះ លបងសៀងបើដល់ដំណាក់កាលហ្នឹងទៅហើយ អាអ៊ីធ្វើទៅបិទតែឯងអត់ចាញ់មែនប៉ុន្តែឯងធ្លាក់ពិសេសបើតាមវិន័យដែលពួកយើងប្រកាសមុននេះសិឈុន លោកគ្រូអំប្រុស ឯងឈ្នះហើយ អេសិឈុន ឆាប់ញ៉ាំឆ្នាំទៅ លោកវិញ ឆ្នាំលវិញទើបល្អញ៉ាំហើយគឺជា ខ្ញុំចង់ឆាប់ជីអញ្ចឹងគឺអាចចេញដំណើរហើយ ឬមួយនេះពិតជាធ្វើឯងធន់ទ្រាំមែនទេ លោកគ្រូខ្ញុំគ្មានគំនិតនេះទេក៏ពិតខ្ញុំចូលចិត្តទីនេះណាក៏មិនអាចចិត្តពីលោកគ្រូអំប្រុសនៅលបងអ៊ីដែរខ្ញុំ ណ៎ជុំនិយាយទៅគ្រូមានរបស់ខ្លះជូនឯងនេះជាខោឲ្យនឹងសហុយខ្លះចាប់ពីពេលនេះទៅឯងចង់ទៅពេលណាក៏បានដែរ លោកគ្រូ ឯងចេញប្រឡូកក្នុងពិភពគុណលើកទី1ជួបរឿងអីក៏ដោយត្រូវតែប្រចាំប្រជែងហើយកុំធ្វើឲ្យគ្រូព្រួយបារម្ភពីឯងណា លោកគ្រូ លោកគ្រូរបស់ឯងមិនដាច់ចិត្តបាយពីឯងទេ ខ្ញុំយល់ពីទឹកចិត្តលោកគ្រូទឹកខ្ញុំត្រូវតែត្រឡប់ទៅផ្ទះខ្ញុំកាន់ជួបប៉ាម៉ាក់ខ្ញុំនឹងបងប្រុសខ្ញុំជាយូរណាស់មកមែនហើយលបងអ៊ីយ៉ាងម៉េចដែរ ហើយវាពិបាកចិត្តវាមិនមកជួបឯងទេអូសេជូណាមានរឿងមួយខ្ញុំចង់ប្រាប់ឯងខ្សែរបស់វានោះងាប់បាត់ទៅហើយ ងាប់បាត់ហើយគ្រាន់តែដួលប៉ុណ្្នឹងក៏ងាប់ដែរ ចម្លែកណាស់មែនទេរឿងដែលរឹតតែចម្លែកនោះគឺសេះវាងាប់តាំងពីមុនដួលម្លេះឆ្អឹងជំនីបាក់អស់ មិននឹងឯងទៅ ខ្ញុំប្រាប់ឯងរឿងនេះមានតែឯងខ្ញុំលបងសៀងនិងសៀវអ៊ី4នាក់ដឹង តើគឺលបងអ៊ី ឯងទីត្រូវវាមិនដាច់ចិត្តឃើញឯងទៅរកសេចក្តីស្លាប់ក៏ប្រើជើងគៀបសេះនោះឲ្យងាប់កម្លាំងទៅបែបនេះនៅក្នុងលោកនេះមានតែសៀវអ៊ីម្នាក់គត់ដែលអាចធ្វើបានវាអត់មានប្រកួតចាញ់ឯងទេគឺការពារឯងហើយជួយជីវិតឯងណា គេថាសៀងអ៊ីមានកម្លាំងគ្មានបញ្ញាតែខ្ញុំដឹងថាគាត់គ្រាន់តែបញ្ចំប្រើល្បិចកលសម្រាប់ម្ដងគាត់ប៉ុណ្ណោះ ត្រូវហើយពួកយើងសុទ្ធតែមើលវាខុសទាំងអស់ លបងអ៊ីខ្ញុំស្មានតែលបងមិនជួនដំណើរខ្ញុំទេ មិនមកមិននឹងកើតយើងរងចាំអាយុហើយបងប្អូនបែកគ្នាមិនអត់មានស្រានោះមក ខ្ញុំលើកឆ្នាំងមិនឆ្នើលបងតែលើអតិនស្រាជាជំនាញរបស់ខ្ញុំហី ផឹក
ស្រាលល្អពិតជាស្រាលល្អមែន ហេពីរបស់និយាយនឹងបុរាណពេកហើយ បើគិតតាមថ្ងៃខែខ្ញុំទៅជាងឯង 2000 ឆ្នាំហើយឯងថាលបងធំក៏មិនខាត់ហើយឯងធ្វើទៅចុះ ឯងចាញ់យើងត្រូវឲ្យយើងថាបងធំ លបងធំបងអូនសុំគោរពលបងធំ អេលោកប្អូនមិនបាច់គួរសមទេអាយ៉ាស្រានេះផឹកពិតជាសប្បាយមែន អីនិយាយខុសទៀតហើយ អូ yes cool man អាយ៉ាបើប៉ាខ្ញុំនឹងថាខ្ញុំយកសៀងអ៊ីធ្វើឲ្យបងប្រុសនោះគាត់មកជិននិយាយថាអូយេ cool man ពេលដែលបានជួបពុកម៉ែឯងកុំភ្លេចសួរសុខទុក្ខគាត់ឲ្យខ្ញុំផងទោះយ៉ាងណាខ្ញុំក៏ជាគុណធម៌គាត់ដែរ អញ្ចឹងរបស់ទៅវិញជួយសួរសុខទុក្ខលោកគ្រូជំនួសខ្ញុំផងប្រាប់គាត់ថាថែខ្លួនឲ្យល្អ បងដឹងហើយ របស់ធំខ្ញុំជម្រាបសេះល្អរបស់មកក្បាលថ្ងៃក្រោយខ្ញុំមិនជាសល់របស់សេះល្អមកក្បាលវិញឲ្យរបស់បោះគ្រប់ទីកន្លែង បាទបងរងចាំថ្ងៃនោះ ថ្ងៃក្រោយជួបគ្នា ថ្ងៃក្រោយជួបគ្នា អីយ៉ាពិតជាប្រុសសង្ហាគូជាមួយសេះទឹកមែនបូកទាំងធារកាលល្អយ៉ាងនេះទៀតហេមិនថារូបទុកគួរស្ដាយពេកទេខ្ញុំគឺអ៊ីសឺឈួនប្រុសសង្ហាជាសេះទឹករបស់ខ្ញុំពេលនេះខ្ញុំមិនមែនកំពុងតែថតរឿងបុរាណទេពេលនេះខ្ញុំរស់នៅនគរឈិងកាលពី 2000 ឆ្នាំមុនយ៉ាងពិតប្រាកដណាស់គឺមុនគ្រិស្តសករាជហើយសំទោសណាប្រវត្តិសាស្ត្រខ្ញុំសូមប្រកាសទេនិយាយរួមខ្ញុំនៅនគរឈិងមែនខ្ញុំកំពុងតែនៅតាមផ្លូវឆ្ពោះទៅកាន់នគរយៀនពេលនេះខ្ញុំថតទេសភាពតាមផ្លូវឲ្យអ្នកទាំងអស់គ្នាមើលច្បាស់ទៅទីនេះគឺជាព្រៃឈើដ៏ស្កឹមស្កៃមើលទៅនាំគ្នាមើលឆ្អែតទៅអាយ៉ាបើនៅសម័យពួកយើងគិតតែពេក ចាំរត់ទៅណាជុំដៃស្គៀមស្គៀមរត់ស្គៀមទៅរត់ទៅណាចុះចុះចុះណាស្គៀមទៅចុះយកនេះអត់ចុះយកនេះចុះអើនេះអាចចាំឲ្យយកឲ្យគាត់គាត់ចាំឲ្យរត់ចាំរត់អាយ៉ាវិញទៅ Sao
អត់អីទេ បងអីខ្ញុំដកទៅហើយ ឆាប់ដកទៅ អាចចង្រៃយកកុំដកត្រូវឡើយត្រូវគិតយ៉ាងម៉េចស្អីបាំងឲ្យស្រួលបុលមកបាយើងអី បងធំខ្ញុំជួយសងសឹកឥឡូវបងអី សងសឹកអំបញ្ញក្បាលអីឆាប់រត់ទៅងាប់គោជើងលើគ្នាទៅហ្នឹងហើយចាប់នេះមិនយកខោទេអីខោណា អូនស្រីអូនមិនអីទេឆាប់ក្រោកឡើងមក សូមអរគុណអ្នកមានគុណអរគុណទៅបានអ្នកខ្លាញ់ចេញមកជួយម្លេះសំគ្រួសារខ្ញុំគិតមិនផុតពីគ្រោះថ្នាក់ថ្ងៃនេះទេ មកមិនក៏សំទេ តើអ្នកខ្លាញ់ឈ្មោះអីដែរ អូខ្ញុំឈ្មោះអ៊ីស៊ឺឈុនអ៊ីគឺអ៊ីចុងធានស៊ឺឈុនគឺកូស៊ឺឈុន អីខ្ញុំរៀនសូត្របានតិចតួចមិនដឹងជាមានន័យថា អូសុំទោសខ្ញុំនិយាយខុសខ្ញុំនិយាយម្ដងទៀតខ្ញុំឈ្មោះអ៊ីស៊ឺឈុនអ៊ីបានន័យថាធោស៊ឺបានន័យថាតូចឈុនបានន័យថាទន្លេអេលោកអមមានឈ្មោះដែរ ខ្ញុំតកូលលីគេហៅខ្ញុំថាតាលីត្រូវចាប់មកណាកូនមកណាចាប់អរគុណអ្នកមានគុណដែលជួយជីវិតពួកយើងទៅនេះគឺកូនស្រីច្បងរបស់ខ្ញុំ លីស៊ឺសូមគោរពអ្នកមានគុណអរគុណអ្នកមានគុណដែលបានជួយជីវិតអ្នកដែលលោកបានជួយមិញនេះគឺជាប្អូនស្រីរបស់ខ្ញុំឈ្មោះលីស៊ូខ្ញុំសូមគោរពអ្នកមានគុណ បងស្រីមិនបាច់គូសំទេស្នេហាយុត្តិធម៌ជាពិសេសគឺអ្នកក្លាហានជួយស្រីស្អាតគឺជាទូនាទីនិងភារកិច្ចរបស់យុវវ័យគំរូសម័យថ្មីគ្រប់រូបមែនទេហ៎ លោកប្រុសអ៊ីអំបាញ់មិញនេះលោកនិយាយថាម៉េច មើលទៅបងស្រីទៅពីនេះភ័យលុបលអត់លេសាជាមួយនាងក៏ល្អខ្ញុំចង់និយាយថាពលអត់ទាំងអស់នោះហ៊ានដណ្ដើមមុខរបររបស់ខ្ញុំនៅលើទឹកដីរបស់ខ្ញុំផងពិតជាប្រហែលពេកដែរខ្ញុំត្រូវតែម្នាក់ពួកវាអញ្ចឹងហើយពេលនេះជំនួយនាងខ្ញុំត្រូវធ្វើដល់ខ្លួនឯងខ្ញុំចង់ចាប់ស្រីស្អាតទៅពីនេះទៅធ្វើជាលោកស្រីបន្ទាយរបស់ខ្ញុំមិននឹងជាអ្នកទាំងពីរយូរយ៉ាងម៉េចដែរហ៎ ប៉ា អីចាទៅចេញពីមាត់ចចកឥឡូវចូលមាត់ខ្លាទៀតអើយទេវតាអីយ៉ាពលលោកទោះជាមែនតើនេះខ្ញុំលេសាជាមួយពលលោកតាខ្ញុំគឺអ្នកដំណើរទេបានហើយបើធ្វើតចិត្តអញ្ចឹងឲ្យខ្ញុំសោះអភ័យទោសណាយ៉ាងម៉េចមិនជឿបើជឿខ្ញុំទៅបាយបាយអ្នកខ្លាញ់ជប់សិនជប់ អូយយ៉ាងម៉េចទៀតដែរ លោកពិតជាមិនមែនជាស្ដេចសានតៃមែនទេបើខ្ញុំជាស្ដេចសានតៃនោះខ្ញុំបាយលើពួកនាងដែរខ្ញុំមិនមែនខ្វាក់ភ្នែកទៀតណា លោកនិយាយត្រូវបើចឹងខ្ញុំមានសំណុំពរមួយចង់ឲ្យលោកជួយខ្ញុំផងមានអីឆាប់និយាយមកមិនគួរសំពេកទេខ្ញុំខ្លាចពេលអ្នកក្លាហានទៅបាត់ពួកអាក្រក់អស់នោះមកធ្វើបាបពួកខ្ញុំទៀត
ដូច្នេះខ្ញុំចង់សូមឲ្យលោកជួយការពារពួកខ្ញុំផងតើបាន ដល់មកអ៊ំមានអាយុប្រហែលប៉ាម៉ាក់ខ្ញុំទៅហើយបងថ្វាយគុំខ្ញុំបែបនេះខ្ញុំបាប់ស្លាប់ហើយ អ្នកប្រុសយល់ព្រមហើយ ខ្ញុំក៏ចង់យល់ព្រមដែរតែខ្ញុំមានការមិនទាន់ទៅនគរយាន នគរយាននៅភាគខាងជើងតើ ត្រូវហើយ អាយ៉ាបើអញ្ចឹងដើរផ្លូវតែមួយហើយពួកខ្ញុំទៅស្រុកភីក៏ទៅតាមទិសខាងជើងដែរបើអញ្ចឹងពួកយើងធ្វើដំណើរជាមួយគ្នាទៅតាមផ្លូវអាចជួយមកគ្នាទៅវិញទៅមកយ៉ាងមិនដែរអ្នកប្រុស នេះច្បក់ពីអ្នកម្នាក់ស្អាតដូចបុប្ផាម្នាក់ទៀតស្ងៀមស្ងាត់មានរសជាតិដែលស្រីសម័យថ្មីមានទៅក៏ទៅអត់មានខាត់អីផងធ្វើអង្គរៈការពារស្រីស្អាតម្ដងទៅចុះណាស់ចុះអញ្ចឹងខ្ញុំស្របតាមគំនិតអ៊ំទៅចុះពួកយើងបង្កើតក្រុមទេសចរមួយទៅដល់អ៊ំស្គាល់ទីនេះច្បាស់អ៊ំធ្វើជាអ្នកនាំផ្លូវទៅ អូបើអញ្ចឹងសូមអរគុណអ្នកខ្លាយសូមអរគុណ មិនម៉េចគូសំទេ អរគុណអ្នកប្រាំអរគុណលោកប្រាំ កុំគូសំទេមិនម៉េចគូសំទេមិនម៉េចគូសំទេ លោកប្រាំនេះអះលោកប្រាំ មិនម៉េចទេនាងយករំសិនចុះ អេ នាងទៅញ៉ាំអ៊ីនឌិនពិតជាគួរឲ្យស្រឡាញ់បើកាលឡើងបានតែពេកកណ្ដាលនេះគីឡូ សូមអ្នកប្រុសកុំប្រកាន់ប្អូនស្រីខ្ញុំមិនសូវចេះមាត់កទេសូមអរគុណលោកប្រុសជំនួសប្អូនស្រីខ្ញុំ អ្នកខ្លាយសូមជឿ ណែប្អូនធ្វើស្អីហ្នឹងបងនិយាយមិនតាន់ចាប់ផងមិនក៏អស់បងចេញមកខោខ្ញុំរហែកអស់មិននឹងអាចឈរនៅមុខអ្នកក្រៅតែដូច្នេះទៅខ្ញុំបានហើយឈប់និយាយទៅអស់អីហើយឆាប់ឡើងទៅតំបន់នេះមានភ្នំមានទឹកអាចនិយាយថាគឺជាដីទេពទៅមុខទៀតទេសភាពស្អាតណាស់ណា អូននិយាយមកមើលតែអ្នកប្រុសស៊ឺនោះជាអ្នកណាប្រវត្តិគ្រួសារគេយ៉ាងម៉េចដែរគាត់ជាមនុស្សល្អគួរសមគ្រាន់តែជួយចិត្តលេងបន្តែងបងប្រាប់អូនចឹងគឺបងឆ្លាញ់មនុស្សពិសេសបែបនេះមិនដូចប្អូនចឹងទេមិនចេះមាត់កសោះបងស្រីបានហើយបងឈប់និយាយជាមួយប្អូនហើយថ្ងៃនេះប្អូនរងទុក្ខហើយអេប្អូននិយាយមកមើលលោកប្រុសអ៊ីនោះគឺជាអ្នកណាតើប្រវត្តិគ្រួសារគេយ៉ាងម៉េចបើមានឱកាសនោះបងត្រូវទៅស៊ើបមើលឲ្យបានបងស្រីហេតុអីបានជាពួកយើងត្រូវស៊ើបប្រវត្តិរបស់គាត់ណែអូនគិតមើលនៅតាមផ្លូវគាត់នៅជាមួយយើងទាំងថ្ងៃទាំងយប់ហើយគាត់ជាមនុស្សអាក្រក់នោះតើគិតយ៉ាងម៉េចទៅយើងត្រូវទៅស៊ើបសួរមុនទៅបានមែនទេបងស្រីនិយាយត្រូវណែស៊ូអូនជួយពាក់បងទៅបងស្រីអាសតមាសនេះគឺជាវត្ថុទិព្វរបស់បងក្បាច់នៅលើនេះគឺសុទ្ធតែបងព្រះសតមាសប៉ាក់ដែលផ្ទាល់នឹងដែរអស់រយៈពេល1ឆ្នាំទើបអាចប៉ាក់ហើយក្រែកបងនិយាយថាដល់ពេលបងរៀបការទៅពាក់វានោះអីត្រូវហើយបងគិតថាពាក់វាទៅជួបគូព្រេងបងប៉ុន្តែបងចង់ពាក់វានៅពេលឥឡូវនេះមិនចង់ចាំទៀតទេមកជួយពាក់បងទៅ មុំចាក់ស្រាចាក់ឲ្យពេញចាក់ឲ្យពេញអរគុណ អរគុណអ្នកប្រុសដែលតាមការពីពួកខ្ញុំតាមផ្លូវមកខ្ញុំសូមជូនលោកមួយត្រឡោក ឡំតាមផ្លូវអ៊ំជួយណែនាំប្រាប់ខ្ញុំប្រកាសជាស្គូនពងកយខ្ញុំគូជូនអ៊ំមកពេញទឹកព្រៃ អ្នកប្រុសប្រសពនិយាយមែនអញ្ចឹងខ្ញុំមិនគូសុំជាមួយលោកទេអូ
មកពួកយើងផឹកជាមួយគ្នាទៅ បាន ស្រឡោ លោកប្រៅអរគុណអារបស់លោកប្រៅ មិនរឿងទៅតែទេមិនមិនគួរសមទេ ស៊ូថ្ងៃនេះសំណាងឲ្យបានអ្នកប្រុសជួយបើអញ្ចឹងកូនឯងផឹកស្រាជាមួយគាត់តិចទៅ ចាអរគុណលោកប្រៅដែលបានជួយជីវិតខ្ញុំមិនភ្លេចគុណលោកប្រៅទេខ្ញុំសូមជួយលោកប្រៅមួយពែង មកតាមចិត្តចុះខ្ញុំផឹកហើយ បង ខ្ញុំឃើញពុកនឹងអ្នកប្រុសអ៊ីនៅទីនេះពិសាតែប្រហែលជាអបសុខហើយអញ្ចឹងខ្ញុំបង្កើនបរិយាកាសរំជូនអ្នកទាំងអស់គ្នាមើលតែយ៉ាងម៉េចដែរ អីយ៉ាបើអញ្ចឹងមិនល្អណាស់ អីយ៉ាល្អណាស់អីជីមិនកូនមកឆាប់ឡើងមកកូនពិតជាពូកែមែនមកកុំដោអ្នកប្រុសផឹកពី3ក្អឹកទៅកូនណា មកចាក់សារជូនអ្នកប្រុសទៅអ្នកប្រុសខ្ញុំជូនអ្នកប្រុសអរគុណអ្នកប្រុសដែលបានជួយជីវិត ខ្ញុំប្រាប់នាងចុះបើនៅស្រុកពួកខ្ញុំណានាងធ្វើអញ្ចឹងចង់ខ្លាចជាទូល្បីឈ្មោះងាយដូចបកជិះនាងមើលសម្លេងពេលរបស់នេះមានរូបភាពចិត្តតារាពេកហើយចឹងខ្ញុំធ្វើជាអ្នកតេតងការងារនេះណា អ្នកប្រុសអីអ្នកប្រុសនិយាយអីហ្នឹងខ្ញុំស្ដាប់មិនយល់ទេ ខ្ញុំចេះចិត្តនិយាយប្រៀបប្រាំណាបើនៅតែអស់គ្នាស្ដាប់មិនយល់ទោះតែខ្ញុំអត់បាននិយាយចុះណាខ្ញុំចង់ថានាងរំបានល្អពេកហើយខ្ញុំមើលឡើងវិញអស់ អរគុណអ្នកប្រុសដែលបានសរសើរខ្ញុំជូនស្រាអរគុណអ្នកប្រុស ថ្ងៃនេះសប្បាយចិត្តមែនស្រាក៏ឆ្ងាញ់របាំក៏ស្អាត ថ្ងៃណាហើយពួកយើងគូបន្តដំណើរទៅមុខទៀត ចាបង អ្នកខ្លះស្រានេះខ្លាំងណាស់លោកក៏បានផឹកច្រើនទៀតលោកកុំជិះសេះអីឡើងជិះរទេះសេះខ្ញុំទៅសម្រាប់បណ្ដាធ្វើដំណើរបណ្ដាយ៉ាងម៉េច ក៏ល្អដែរពាក្យចាស់ពោលថាផឹកស្រាក៏បើកឡានក៏ផឹកស្រាអញ្ចឹងសូមរំខានល្អมั้យ អូសុំជិះបាទ លោកប្រុសប្រញាប់ទៅនគរយានយ៉ាងណាតើមានមូលហេតុអីដែរ ខ្ញុំកាន់តែផ្ទៃយូរខ្ញុំនឹកប៉ាម៉ាក់បងប្អូនខ្ញុំណា អូលោកប្រុសឃើញរឿងអយុត្តិធម៌ព្រមចេញមកជួយគឺជាមនុស្សដែលមានគុណធម៌តាមខ្ញុំយល់លោកប្រុសក៏ជាមនុស្សកតញ្ញូម្នាក់ដែរពិតជាធ្វើឲ្យខ្ញុំទាយត្រូវមែនទេ ល្អណាស់ កុំប្រកាន់ខ្ញុំមកច្រើនទេតើអ្នកប្រុសមានឆ្នាំប្រមាណដែរ មានឆ្នាំអូគឺអាយុប្រហែលខ្ញុំអាយុ26 អូអញ្ចឹងលោកប្រុសចេញមកក្រៅម្នាក់ឯងប្រពន្ធប្រកាសជានៅនគរយានហើយមែនទេ ហើយអមមើលរូបរាងខ្ញុំដូចមនុស្សមានប្រពន្ធដែរទេម្យ៉ាងទៀតអាយុ26ឆ្នាំយកប្រពន្ធដូចឆាប់ពេកហើយ អ្នកប្រុសមិនតរៀបការទេ ហ្នឹងហើយ និយាយត្រង់ចុះខ្ញុំអាយុ18ឆ្នាំយកប្រពន្ធអាយុ22ឆ្នាំមានកូនស្រីមួយអាយុ26ឆ្នាំមានកូនស្រីមួយទៀតអាស៊ូចិននិយាយទៅតិចទៅហើយ អីក៏ឆាប់ហ៎កាលខ្ញុំអាយុ18ឆ្នាំទឹកទៅចាប់អនុវិទ្យាល័យទេអីអញ្ចឹងមិនល្មើច្បាប់អាពីទៅហើយហ៎ លោកប្រុស អូទៅទីនេះអត់មានច្បាប់អាពីទេ
នៅកន្លែងខ្ញុំនិយមការប្រពន្ធឲ្យត្រូវតែមានកូនបាទនេះទើបអាចបន្ធូរសម្ពាធស្ថិតិម្យ៉ាងទៀតអាយុ26ឆ្នាំគឺជាវ័យដែលត្រូវខំធ្វើការមែនទេ អូ លោកប្រុសនិយាយត្រូវកូនប្រុសឆាប់រៀបការបន្តិចក៏គ្មានបញ្ហាអីដែរកូនប្រុសខ្ញុំម្នាក់សុទ្ធតែមានគ្រួសាររៀងខ្លួនទៅហើយពេលនេះនៅក្នុងបន្ទប់ខ្ញុំនៅសល់តែកូនស្រីមួយគូនេះលើកនេះរើទៅនៅស្រុកភីតាមផ្លូវជួបតែមនុស្សអាក្រក់ធ្វើឲ្យខ្ញុំព្រួយបារម្ភពីពួកគេខ្ញុំចំណាស់នេះទៅហើយបំណងប្រាថ្នារបស់ខ្ញុំមានតែមួយគត់គឺរកមនុស្សល្អម្នាក់ដើម្បីឲ្យកូនស្រីខ្ញុំអាចពឹងពាក់គេបាន មិនមែនទេគាត់ចង់បានខ្ញុំធ្វើជាគុំប្រសាខ្ញុំកំណត់ពលលោកគ្រាន់តែចង់ជជែកលេងជាមួយកូនស្រីដ៏ស្អាតរបស់ពលលោកតែប៉ុណ្ណោះទេលីជាងលីស៊ូគឺគូសំតែមិនស្ទាយខ្ញុំទេជូនពលលោកដល់កន្លែងខ្ញុំបាយពិភពសម័យថ្មីសប្បាយប៉ុណ្ណាកំពុងតែរងចាំខ្ញុំស្វែងខ្ញុំចូលសួររបស់ពលលោកទេអីនៅប្រុសយកមែននៅប្រុសដល់មកស្រាអំមាញ់នឹងពិតជាខ្លាំងមែនខ្ញុំនៅក្នុងរទេះយកទៅយកមកឡើងវិលមកអស់នេះខ្ញុំចេញទៅក្រៅយកខ្យល់អាកាសបន្តិចសិនក្រោយមកទៅអ្នកប្រុសគូដល់ឡើយស្រុកភ័យគេល្បីថាសាច់ឆ្កែនៅស្រុកភ័យឆ្ងាញ់ខ្ញុំមកដល់ស្រុកភ័យកាលពីជាង 2000 ឆ្នាំមុនអញ្ចឹងរត់ទៅត្រូវសាក់មើល thật cái lớp cứ phản khuyên mình bạt rồi nè bóng trong bạt ấy này bật có chơi nhắm sạch cái ấy ai sai lo trên cái pin này nâng sao làm pan mà lo nè sông chăm một hết mặt lộn chặt sông chính tham sản mặt con mới tới để tranh cửa xong rồi chết cửa xong đấy chúng cứ chỉ chôn tìm nguyện để ban nhằm ở đôn ta cái để sắp thấy này à sầm lánh dừng chấp anh bàn hơi lưỡi ní anh chồng rồi ta nã tiếp cái trên là này chứ cái trên nào chúng cứ để tôi tan chọc hết nó bóng cho lắm mình luôn hả khi mà ai chú bóng nhóm chỉ là bóng liều bỏ anh ná mình cho lắm mình đi tới ai lấy nhóm hết vậy bất chứ mà được xong nó bóng bắt chứ cho nó mà bị một nhóm thông đạo bị tao mình này mà nói chỉ chán sắp tại đôi nhóm chỉ phải sai cứ lấy cùng nụ Pokemon ta nhóm cứ một lúc nụ sai này nhóm lọ ná mình cho lắm đi ai cả mấy cọc nhóm phải tầm này ai mọc phật tử hả phật tử bao trong phật choខ្ញុំហៅមកប៉ាន់ឲ្យទៀតណាតកាដាក់សាមបានទៀតមកថ្ងៃគួរសមគួរសមរសជាតិគួរសមមិនអាចញ៉ាំតែម្នាក់ឯងទេមកមកអីឆ្ងាញ់ណាស់ណែញ៉ាំជាមួយគ្នាទៅមកញ៉ាំទៅខ្ញុំចាយទៅលបងគ្រាន់តែម្ដងខ្ញុំចាយទៅលបងចង់ញ៉ាំខ្ញុំឲ្យលបងញ៉ាំទាំងអស់តែម្ដងណាអើយអញ្ចឹងមិនសមទេពួកយើងទៅតែជួបគ្នាអញ្ជើញខ្ញុំផឹកស្រាផងអញ្ជើញខ្ញុំញ៉ាំសាច់ផងពួកយើងនិយាយគ្នាមុនណាលើកក្រោយខ្ញុំជឿឯងម្ដងមិនត្រូវឲ្យលបងប៉ាទេជួបគ្នាគឺជាមិត្តភក្តិណាកាពិតខ្ញុំក៏ញ៉ាំឆ្អែតដែរខ្ញុំញ៉ាំមិនច្រើនទេហ្វាន់គួរមកណាខ្ចប់មកហូបនេះឲ្យខ្ញុំប៉ាន់ស្រានេះស្អែកឡើងខ្ញុំយកឲ្យវិញឯងបាត់ណែបងប្អូនណានិយាយគ្នាហើយណាលើកក្រោយខ្ញុំជឿឯងម្ដងថ្ងៃក្រោយជួបគ្នាណាណ
លោកម្ចាស់សៀវមនុស្សថោកទៀតបើស៊ីបើផឹកលោកម្ចាស់សៀវមនុស្សថោកទៀតបើស៊ីបើផឹក Chẳng phải có chó ấy Phải phải đấy លោកម្ចាស់សៀវមនុស្សថោកទៀតបើស៊ីបើ ចំជាមនុស្សចង្រៃ លោ មែន កម្ចាស់សៀវមនុស្សថោកទៀតបើស៊ីបើផឹកលោកម្ចាស់សៀវមនុស្សថោកទៀតបើស៊ីបើផឹក អូយដល់ហើយសុំចេញហើយដល់ហើយចេញ មិនគឺមានមនុស្សច្រើនមែន អំប្រុសពួកយើងសិតជាអ្នកល្បីឈ្មោះនៅស្រុកភីនេះគេឈ្មោះលោកតាលីល្បីឈ្មោះគ្រប់ទីកន្លែងធ្វើឲ្យពួកយើងមានចិត្តគោរពខ្លាំងណាស់ថ្ងៃនេះពួកយើងដឹងថាគាត់មកដល់ស្រុកនេះពួកយើងទាំងអស់គ្នាមានចិត្តចង់ជួបគាត់ខ្លាំងណាស់សង្ឃឹមថាលោកអ៊ំទៅជួយជម្រាបគាត់មួយម៉ាត់ផង អីយ៉ាសូមអភ័យទោសលោកម្ចាស់ខ្ញុំធ្វើដំណើរឆ្ងាយហត់នឿយសុខភាពមិនសូវស្រួលថ្ងៃនេះមិនជួបភ្ញៀវទេសូមអស់លោកអភ័យទោសសូមអភ័យ បើ ទោស សិនចឹងណាគួរឲ្យស្បាយដល់ហើយ សូម សំផ្លឹង Chuột lại đó តាលីឈឺហើយ បាទអេលោកធ្វើអីនឹង មិនក៏គាត់ឈឺអញ្ចឹង